បាទសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីជាមួយវីដេអូមួយទៀតហើយថ្ងៃនេះយើងជជែកគ្នាបន្តិចដោយសារមុននេះឃើញមានសាររឆ្លើយតបរបស់សម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីទៅកាន់លោកអ៊ឺស៊ុចបាទប្រហែលជាបងប្អូនយើងស្គាល់ហើយលោកអ៊ឺស៊ុចលោកល្បីល្បាញខ្លាំងនៅក្នុងការទេសនាណាបាទហើយតាមវីដេអូấyឃើញពេលដែលមានការបង្ហោះវីដេអូរបស់ព្រះអង្គឃើញមានបងប្អូនយើងគ្រប់គ្រងច្រើនហ្នឹងហើយអញ្ចឹងប្រហែលជាស្គាល់លោកអ៊ឺស៊ុចហើយប្រហែលថ្ងៃមុនតាមដែលចាំគឺលោកអ៊ឺធ្លាប់មានប្រសាសន៍ពាក់ព័ន្ធជាមួយនឹងរឿងព្រំដែនឥឡូវហ្នឹងទើបចេញវីដេអូមុននេះឃើញលោកអ៊ឺថាប្រហែលជាមិនអាចនិមន្តទៅប្រទេសថៃបានទេព្រោះលោកអ៊ឺមានសង្ឃដីកាទៅក៏ប៉ះពាល់ថ្ងៃមុនណាហើយខាងជនជាតិថៃនោះគេខឹងសម្បាលោកអ៊ឺហ្នឹងហើយអញ្ចឹងលោកអ៊ឺក៏បានមានសង្ឃដីកាថាបើសិនជាទៅថៃមិនបានទេមានតែមកខ្មែរហើយពេលលោកអ៊ឺនិមន្តមកខ្មែរហ្នឹងគឺលោកអ៊ឺស្នើសុំបិណ្ឌបាតប្រជាពលរដ្ឋខ្មែរពិសេសហ្នឹងគឺប្រមុខរដ្ឋាភិបាលហ្នឹងសូមគុំចាប់បញ្ជូនលោកអ៊ឺទៅថៃអីព្រោះបើសិនចាប់បញ្ជូនទៅលោកអ៊ឺមានសង្ឃដីកាទៀតថាសុខចិត្តសគត់នៅខ្មែរអត់ទៅទេហ្នឹងហើយសុខចិត្តសគត់នៅខ្មែរណាហើយភ្លាមបងប្អូនយើងក្រោយពីលោកអ៊ឺចេញសារនឹងហើយសម្ដេចធិបតីលោកក៏បញ្ជាក់ជាសម្ដីឆ្លើយតបតាមបណ្ដាញសង្គមវិញថាសម្ដេចស្វាគមន៍គ្រប់ពេលវេលាបើសិនបើលោកអ៊ឺនិមន្តមកចូលទឹកដីកម្ពុជានិយាយទៅមិនថាតែលោកអ៊ឺស៊ុចទេបដិជនអង្គផ្សេងឬក៏ប្រជាពលរដ្ឋខ្មែរផ្សេងដែលទទួលរងនឹងការរើសអើងមាក់ងាយអីផ្សេងដែលគ្រាន់តែខ្លួនបច្ចេកមតិក្នុងនាមជាខ្មែរឬមួយក៏និយាយការពារនៃយុត្តិធម៌សេចក្តីថ្លៃថ្នូររបស់ខ្មែរហើយត្រូវបានគេរើសអើងគឺសម្ដេចស្វាគមន៍ហើយនិមន្តហើយនឹងអញ្ជើញបដិជនឬក៏បងប្អូនប្រជាពលរដ្ឋខ្មែរអាចមករស់នៅប្រទេសកម្ពុជាបានហើយมันមានការចាប់បញ្ជូនទៅណាទេហ្នឹងហើយអញ្ចឹងនេះគឺជារឿងមួយដែលល្អមែនទែនហ្នឹងហើយល្អមែនទែនព្រោះថាគាត់ជាខាងបច្ចេកមតិហើយប៉ុន្តែប៉ះពាល់អារម្មណ៍នៅខាងប្រជាជនថៃហ្នឹងណាគេមិនពេញចិត្តណាអញ្ចឹងគេអាចគុំគេខឹងសម្បាអីចឹងទៅជាហេតុធ្វើឲ្យលោកអ៊ឺស៊ុចហ្នឹងមិនអាចនិមន្តទៅប្រទេសថៃវិញបានណាអញ្ចឹងសម្ដេចក៏ប្រកាសស្វាគមន៍ភ្លាមបាទស្វាគមន៍ភ្លាមតែម្ដងអញ្ចឹងនេះជាការត្រេកអរមួយហើយសង្ឃឹមថាលោកអ៊ឺនឹងបានទទួលសារពីប្រមុខរដ្ឋាភិបាលរបស់យើងណាហ្នឹងហើយអរគុណបងប្អូនយើងហើយងាកចេញពីនេះបន្តិចយើងទៅមើលស្ថានភាពជារួមបើនិយាយពីស្ថានភាពនៅក្នុងប្រទេសកម្ពុជាដូចជាមិនមានអីគួរឲ្យកត់សម្គាល់ទេបងប្អូនយើងនៅក្នុងថ្ងៃហ្នឹងណាមិនមានអីគួរកត់សម្គាល់ទេស្ថានភាពតែបើនិយាយនៅប្រទេសថៃនៅវិញហាក់ដូចជាឡើងកម្ដៅតាំងពីម្សិលមិញរហូតដល់យប់មែនតើយប់ម្សិលហើយព្រឹកមិញហ្នឹងហើយព្រឹកមិញនេះក៏ខ្លាំងដែររហូតនាយករដ្ឋមន្ត្រីថៃនឹងចេញសុំទោសណាប្រជាជនថៃសុំទោសអឺទៅដល់យោធាទៅទៀតណាតើតើជាមួយនឹងសារបែកធ្លាយជាមួយសម្ដេចហ៊ុនសែនហើយក៏ប្រកាសបដិញ្ញាចាប់ដៃជាមួយនឹងកងទ័ពប្រជាជនថៃដើម្បីការពារអធិបតេយ្យរបស់ថៃអីចឹងទៅនឹងហើយក្រោយពីមានសារបែកធ្លាយណាហើយនាយករដ្ឋមន្ត្រីថៃក៏រងសម្ពាធមិនស្ទើរទេបងប្អូនប្រហែលជាបានឃើញព័ត៌មានហើយរហូតមានការហៅទូតខ្មែរនៅប្រទេសថៃទៅសួរនាំពាក់ព័ន្ធជាមួយនឹងរឿងលេខធ្លេសារទៅទៀតបាទក៏ប៉ុន្តែយ៉ាងណាក៏ដោយយើងរងចាំមើលស្ថានភាពហើយពីព្រឹកមិញនេះក៏មានព័ត៌មានមិនច្បាស់ការដែរថាលោកស្រីលាលែងចេញពីតំណែងណាតែរហូតមកដល់ពេលនេះគឺមិនទាន់មានព័ត៌មានផ្លូវការទេគឺលោកស្រីនៅតែជានាយករដ្ឋមន្ត្រីថៃដដែលទេហ្នឹងហើយនាយករដ្ឋមន្ត្រីថៃដដែលមិនទាន់មានការលាលែងឬក៏យ៉ាងណាទេគ្រាន់ថាមានសម្ពាធខ្លះដែរបងប្អូនយើងពីសំណាក់បពប្រឆាំងឬក៏គណៈបកដែលជាគណៈបកចងសម្ព័ន្ធបង្កើតជារដ្ឋាភិបាលចម្រុះជាមួយគណៈបកភឿថៃណាបានស្នើឲ្យលោកស្រីចុះចេញពីតំណែងហើយក៏មានគណៈបកសមាជិករបស់គណៈបកមួយចំនួនហ្នឹងគឺចុះចេញបាទចាក់ចេញពីសម្ព័ន្ធហើយចុះចេញពីតំណែងទៅទៀតហ្នឹងហើយដោយសារតែអស់ជំនឿឬក៏មិនពេញចិត្តជាមួយនឹងអ្វីដែលលោកស្រីនិយាយដោយគេកាត់ដោយគេចាត់ទុកថាវាប៉ះពាល់ទៅដល់អធិបតេយ្យភាពរបស់ថៃទៅក្រោយពីដបិចធ្លាយសារជាមួយសម្ដេចហ៊ុនសែនណាហ្នឹងហើយតែយ៉ាងណាក៏ដោយបងប្អូនយើងរងចាំមើលបន្តទៀតដល់ស្ថានភាពហ្នឹងទៅជាយ៉ាងណាហ្នឹងហើយ
វិវត្តថ្មីយ៉ាងណាទៀតនឹងខ្ញុំនឹងជម្រាបជូនទាំងអស់គ្នាឲ្យបងប្អូនអាចតាមដានជាបន្តបន្ទាប់មិនថាតែវីដេអូនៅក្នុង channel របស់ខ្ញុំឬក៏ channel ផ្សេងៗយើងតាមដានដើម្បីយើងដឹងព័ត៌មានទាំងអស់គ្នាតែយ៉ាងណាបើសិនបងប្អូនគ្រប់ស្រឡាញ់ជួយ subscribe channel ខ្ញុំម្នាក់មួយផងហ្នឹងហើយខ្ញុំព្យាយាមចែករំលែកព័ត៌មានផ្សេងៗជូនបងប្អូនយើងអរគុណជំរាបលាបាទ